អ្នកទាំងអស់គ្នាធ្លាប់ដឹងទេថាសត្វណាដែលហែលលឿនជាងគេនៅក្នុងទឹកនេះគឺជាត្រី Dolphin ដែលសត្វនេះអាចហែលទឹកបានរហូតដល់ល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងដោយល្បឿននេះគឺលឿនជាងល្បឿនត្រីសាម៉ុននិងត្រីដែលធំខ្លាំងជាច្រើនទៀតតែអ្វីដែលពិសេសមិនត្រឹមតែវាមានល្បឿនលឿនទេវាជាសត្វដែលឆ្លាតខ្លាំងនិងអាចរស់នៅជាមួយមនុស្សបានដែរដោយទទួលការហ្វឹកហាត់ពីក្រុមអ្នកជំនាញអ្នកវិទ្យាសាស្ត្របានសិក្សាថាវាមានសមត្ថភាពចងចាំនិងរៀនអ្វីប្រៀបបានដូចជាក្មេងដែលនៅតូចអញ្ចឹងវាជាសត្វត្រីមួយដែលចូលចិត្តរលាតខ្លួនចេញពីទឹកមើលទៅដូចជាការលេងសប្បាយប៉ុន្តែនេះជាផ្នែកមួយសម្រាប់ការតាក់ទងគ្នារវាងត្រី Dolphin មួយទៅត្រី Dolphin មួយទៀតវាអាចសន្ទនាគ្នាដោយប្រើសំឡេងខុសៗគ្នានិងអាចរលាតចុះឡើងនៅក្នុងទឹកទូទាំងពិភពលោកយើងអាចជួបប្រទះត្រី Dolphin ប្រភេទនេះនៅសមុទ្រជាច្រើនដូចជាសមុទ្រមេឌីទែរ៉ាណេសមុទ្រអាត្លង់ទិកនិងសមុទ្រខាងត្បូងនៃអាស៊ីប៉ុន្តែសូមកុំភ្លេចថាសត្វត្រី Dolphin កំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារការនេសាទនិងសំរាមផ្លាស្ទិកដែលបានធ្លាក់ចុះក្នុងសមុទ្រយើងគួរនាំគ្នាជួយថែរក្សាសត្វត្រីដ៏សែនឆ្លាតនេះដើម្បីការពារពីការផុតពូជ